ដើមជាមួយនឹងការរៀបចំតែម្ដងបងប្អូនបងយើងដាក់ទឹកតិចទៅដាក់តែជា4 5កាទៅមកល្មមសមល្មមកុំឲ្យវាជ្រៅពេកព្រោះថាបើសិនទៅពេកដែលកូនត្រីកើតមកហើយទឹកយើងច្រើនពេកវាអាចលង់អញ្ចឹងសម្រាប់ការដាក់ទឹកយើងដាក់ប្រហែលជាប៉ុណ្ណេះបងប្អូនប្រហែលជា4 ទៅ 5 សង់ទីម៉ែត្រវាល្មមហ្នឹងបងប្អូននេះប៉ុណ្ណេះបន្ទាប់មកយើងដាក់អំបិលក្រួសតិចទៅអំបិលក្រួសយើងតែយើងយកក្នុងចានមកនេះដាក់សម្រាប់ខ្ញុំការដាក់នេះគឺ1 លីត្រទឹកខ្ញុំដាក់ប្រហែលជាមួយស្លាបព្រាកាហ្វេបងប្អូន1 លីត្រទឹកគឺ1 ស្លាបព្រាកាហ្វេអញ្ចឹងប៉ុណ្ណេះវាចូលប្រហែលជា4 ទៅ 5 លីត្រវាចូលទៅ5 6 ស្លាបព្រាកាហ្វេឬក៏2 ស្លាបព្រាបាយយើងហ្នឹងបងប្អូនបរិមាណប៉ុណ្ណេះគឺវាសមគួរហើយបន្ទាប់មកយើងដាក់ស្លឹកឆាត់ដែលយើងបានត្រៀមទុកនេះបងប្អូនស្លឹកឆាត់ស្បាច់វាតិចទៅឲ្យវាចេញជាតិសម្រាប់ស្លឹកឆាត់គឺវាល្អសម្រាប់ការបង្កាត់ត្រីបងប្អូននេះយើងដាក់3 ស្លឹកអីទៅពីដំបូងយើងដាក់ហ្នឹងទៅវានៅដដែលទៅបងប្អូនបន្ទាប់ពីវាដដែលហើយមួយថ្ងៃឬក៏មួយថ្ងៃកន្លះវាចាប់ផ្ដើមចូលវារីកទៅវាធ្លាក់ទៅក្រោមហ្នឹងបងប្អូនបន្ទាប់មកយើងចាប់ផ្ដើមដាក់ឈ្មោលចូលបងប្អូននេះគឺឈ្មោលបាដែលយើងហៅថាបាហ្នឹងគឺ red galaxy ហ្នឹងយើងដាក់ចូលទៅមុនទៅបងប្អូន